សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិបាទថ្ងៃនេះថ្ងៃសៅរ៍ពេលព្រឹកទី31ខែមករាឆ្នាំ2026ហើយជាដាច់ខែទៅហើយឃើញទេវិលនៅប្រទេសកម្ពុជាគឺថ្ងៃយប់ថ្ងៃសៅរ៍ហើយយើងនៅឆ្លងថ្ងៃខែជាមួយគ្នាណានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺទី1ខាងចិនគាត់ធ្វើល្បាតនៅខាងសមុទ្រចិនខាងត្បូងចូលក្នុងតំបន់ថ្មប្រប្រាស់ទឹកដែលជាទឹកដីរបស់ប្រទេសហ្វីលីពីនដែលនៅឲ្យមានការតវ៉ាផងដែរហើយព័ត៌មានទី2បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បង្ហាញថាចិនក៏ជួបបញ្ហាអនុភាពថវិកាដោយសារតែការចំណាយទៅលើវិស័យសង្គមគិច្ចនេះច្រើនពេកហើយនៅក្នុងពេលជាមួយគ្នាដែរគឺបើយោងតាមសារព័ត៌មាននៅក្នុងប្រទេសថៃគឺជំនួយរបស់ចិនសម្រាប់ពលរដ្ឋថៃដែលរងគ្រោះដោយសារតែការប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែនរវាងកម្ពុជាហើយនិងថៃបានទៅដល់ប្រទេសថៃដើម្បីជួយទៅដល់ប្រជាពលរដ្ឋថៃហើយព័ត៌មានទី3នៅក្នុងកម្មវិធីនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ដែលពិនិត្យមើលគណៈបកប្រជាជនរបស់ថៃ People's Party ថាតើនឹងជួបកវាសនាយ៉ាងណានៅពេលដែលក្រោយការបោះឆ្នោតដែលសារព័ត៌មាននេះយល់ថាអាចនឹងត្រូវគេរារាំងមិនឲ្យបានកាន់អំណាចទៀតនោះទេហើយព័ត៌មានទី4នេះគឺតកតងជាមួយនឹងការជួបចរចាគ្នារវាងខាងភាគីរុស្ស៊ីហើយនឹងជាមួយនឹងខាងភាគីអ៊ុយក្រែនការជួបចរចាគ្នានៅចុងសប្តាហ៍នេះទៀតក៏ប៉ុន្តែនៅខាងភាគីរុស្ស៊ីគឺកំពុងតែជួបនឹងបញ្ហាថវិកាផងដែរថាតើការចរចាគ្នាអាចនឹងជួបភាពតឹងតែងយ៉ាងណាក្នុងគណៈពេលដែលរុស្ស៊ីជួបបញ្ហានេះហើយការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិកទៅលើបញ្ហាអ៊ុយក្រែននេះហាក់ដូចជាថយបន្តិចនៅពេលដែលមានរឿងនៅក្នុងប្រទេសអ៊ីរ៉ង់ហើយព័ត៌មានចុងក្រោយទើបតែចេញមុននេះបន្តិចគឺបើយោងតាមសារព័ត៌មាន New York Times និងសារព័ត៌មាននានាគឺថ្ងៃនេះអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើតំបន់ហ្គាហ្សាដែលនៅតាមច្រកមួយគឺច្រកដែលរ៉ាហ្វាដែលនឹងត្រូវបើកទៅវិញទៅហើយក៏ប៉ុន្តែបែរជាមានរឿងរ៉ាវកើតឡើងដោយអ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន30នាក់ដែលជាចំនួនច្រើនជាងមិនធ្លាប់មានក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1ដែលជាព័ត៌មានសំខាន់សូមជូនខ្លីៗនេះគឺបើយោងតាមសេចក្តីរាយការណ៍នានាបានឲ្យដឹងថាខាងបញ្ជាការកងទ័ពភាគខាងត្បូងរបស់ចិនបាននិយាយថាពួកគេបានធ្វើការដើរល្បាតបើកល្បាតដោយខាងដោយប្រើកងទ័ពជើងទឹកផងនិងអាកាសផងមកជុំវិញតំបន់ថ្មប្រប្រាស់ទឹក Scarborough នៅក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃសៅរ៍នេះហើយបើតាមការឲ្យដឹងគឺតំបន់ថ្មប្រប្រាស់ទឹកនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសហ្វីលីពីនទេប៉ុន្តែចិនក៏អះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែរហើយនៅពេលដែលសារព័ត៌មានតាក់ទងទៅខាងស្ថានទូតហ្វីលីពីននៅក្នុងប្រទេសចិនដើម្បីសូមអត្ថាធិប្បាយនោះគឺមិនទាន់មានការឆ្លើយតបនៅឡើយទេបាទពីព្រោះថ្ងៃនេះថ្ងៃសៅរ៍ហើយជាមានការសម្រាប់សារព័ត៌មានរបស់ចិនបានរាយការណ៍ថាចិនបានបង្កើនការយាមល្បាតរបស់ខ្លួនប្រយុទ្ធនៅក្នុងតំបន់នេះក្នុងរយៈពេលប្រមាណសប្តាហ៍មកនេះជាពិសេសនៅក្នុងខែមករាហ្នឹងដោយជាការមួយតបតទៅនឹងអ្វីដែលចិនហៅថាជាសកម្មភាពញុះញង់រំលោភបំពានដោយប្រទេសដែលនៅក្នុងតំបន់នោះពីព្រោះអីខាងកងកម្លាំងរបស់ប្រទេសហ្វីលីពីនក៏បានធ្វើសម្ពយុទ្ធសហការគ្នាជាមួយនឹងសហរដ្ឋអាមេរិកនៅក្នុងតំបន់ថ្មប្រប្រាស់ទឹក Scarborough ហ្នឹងកាលពីដើមសប្តាហ៍នេះដែលជាសម្ពយុទ្ធលើកទី11ចាប់តាំងពីខែវិច្ឆិកាមកដែលធ្វើឲ្យប្រទេសចិនខឹងសម្បាយ៉ាងខ្លាំងបាទនេះគឺជាព័ត៌មានដែលមានការវិវត្តយ៉ាងក្តៅនៅក្នុងសមុទ្រចិនខាងត្បូងអញ្ចឹងហើយបានជានៅថ្ងៃនេះដោយដែលការសន្យា
គឺខ្ញុំនឹងធ្វើអត្ថបទនេះជូនហេតុអ្វីបានជាបាទលោកស៊ីជីនពីងគាត់ដកមេតបសំខាន់របស់គាត់ដែលមកដល់ពេលនេះអ្នកដែលមានប្រវត្តិជាមេតបដែលធ្លាប់ប្រយុទ្ធនៅក្នុងសមរភូមិគឺមិនមាននៅក្នុងគេហៅថាគណៈកម្មាធិការយោធាមជ្ឈិមរបស់ទៀតទេរបស់ចិនទៀតទេគឺនៅតែអ្នកដែលគ្មានបទពិសោធន៍តែប៉ុណ្ណោះដែលខាងការវិតម្លៃរបស់ក្រមស្រាវជ្រាវប្រចាំប្រទេសនេះយល់ថាវាជារឿងគ្រោះថ្នាក់មួយដែលអាចនឹងមានការកណនាគុណគូខុសជាមួយនឹងប្រចាំប្រទេសបាទដើម្បីអាចនឹងមានការប្រយុទ្ធគ្នាជាពិសេសគឺលោកយ៉ាងដែលនៅលើគេបន្ទាប់ពីលោកស៊ីជីនពីងនេះបាទគាត់មានជំហរបើកចំហជាមួយនឹងប្រចាំប្រទេសជាងអ្នកណាទាំងអស់ហើយគាត់ធ្លាប់ជាមិត្តភ័ក្តិជិតស្និទ្ធរបស់លោកស៊ីជីនពីងផងគាត់មិនញញើតនៅក្នុងការផ្ដល់យោបល់ត្រង់ទៅលោកស៊ីជីនពីងទេក្នុងគណៈពេលដែលអ្វីដែលគេបារម្ភនោះបើសិនជាលោកស៊ីជីនពីងដាក់មនុស្សថ្មីមកដែលគ្មានបទពិសោធន៍ប្រយុទ្ធផងហើយជាមនុស្សអែបអផងអាចនឹងធ្វើអ្វីតាមលោកស៊ីជីនពីងចង់បានហើយមានការគុណគូខុសអាចនឹងមានការឈានទៅដល់ការប៉ះទង្គិចគ្នាបាទនេះគឺជាការស្រាវជ្រាវរបស់វិទ្យាសាស្ត្រសិក្សាអំពីសង្គ្រាមណាដែលខុសពីសេចក្តីរាយការណ៍មុនដែលគេសរសេររបៀបចង់បាន view តាមអ៊ីនធឺណិតថាជារឿងរដ្ឋប្រហារឬអីចេះដកគ្នាទៅធ្វើទៅវិញទៅមកនោះបាទអញ្ចឹងខ្ញុំនឹងធ្វើអត្ថបទនេះជូនសម្រាប់ថ្ងៃនេះសម្រាប់អ្នកនៅអាមេរិកហើយអ្នកនៅកម្ពុជាគឺភ្ញាក់ពីសម្រាមមកគឺអាចនឹងបានដឹងបន្ថែមជាសម្លេងដើម្បីឲ្យប្រិមិត្តបានយល់ស្វែងយល់បន្ថែមទៀតព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បាទ Bloomberg គាត់មានជំនាញខាងហិរញ្ញវត្ថុចឹងគាត់បានពិនិត្យមើលការចំណាយរបស់ខាងរដ្ឋាភិបាលចិនគឺបានគុណគូទៅឃើញថារដ្ឋាភិបាលចិនឥឡូវនេះកំពុងតែជួបនឹងអនុភាពថវិកាខ្ពស់មិនធ្លាប់មាននោះទេបាទគឺការគុណគូនេះផ្អែកទៅលើការចំណាយហើយនឹងការចំណូលសម្រាប់ឆ្នាំមុនឆ្នាំកន្លងទៅនេះគឺឆ្នាំ2025ខណៈដោយសារតែគឺចិននឹងបានចំណាយច្រើនពេកទៅលើវិស័យសុខុមាលភាពសង្គមបាទគឺការចំណាយទៅលើវិស័យសង្គមគិច្ចហ្នឹងគឺច្រើនខ្លាំងចាប់តាំងពីឆ្នាំ2017មកបាទដែលជាការបដូរអតិភិបសារពើពន្ធក្នុងអំឡុងពេលដែលខ្លួនកំពុងតែមានភាពតានតឹងខាងផ្នែកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកនឹងអស់រយៈពេលជាច្រើនខែមកហើយបើយោងតាមការកណនារបស់ Bloomberg ដែលផ្អែកលើទិន្នន័យដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃសុក្រគឺការចំណាយកើនឡើងជិត 4% បាទបើធៀបជាមួយនឹងឆ្នាំមុនដែលលើសចំណូលរបស់រដ្ឋាភិបាលដែលមាន 1.8 trillion dollar 1000 លានដុល្លារគេប្រាប់ពីអញ្ចឹងណាបាទការចំណាយរួមបញ្ចូលគ្នាដែលគ្របដណ្ដប់ទៅលើវិស័យនានាចាប់ពីវិស័យអប់រំនិងសន្តិសុខសង្គមរហូតដល់ថែទាំសុខភាពបានកើនឡើងរហូតដល់ 9.5% បាទគឺជាចំនួនមួយច្រើននេះគឺជាការវិវត្តនៅក្នុងប្រទេសចិនក៏ប៉ុន្តែទន្ទឹមគ្នានឹងដែរចិនក៏មិនភ្លេចធ្វើការងារមនុស្សធម៌របស់ខ្លួនដែរបើយោងតាមការផ្សាយរបស់កាសែត The Nation គឺកាសែត The Nation បានចេញផ្សាយនៅថ្ងៃសៅរ៍នេះបានដឹងថាជំនួយមនុស្សធម៌ដំបូងរបស់ប្រទេសចិនដែលមានតម្លៃ20 លានយ៉ននោះឥឡូវនេះទៅបានដឹកទៅកាន់ប្រទេសថៃហើយដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ដោយចំនួនព្រំដែនរវាងកម្ពុជាជាមួយនឹងថៃគឺជំនួយនេះបានទៅដល់កាលពីថ្ងៃម្សិលមិញណាថ្ងៃទី30ខែមករាគឺអ្នកដែលទៅទទួលនោះគឺឯកអគ្គរដ្ឋទូតរបស់ចិនប្រចាំនៅប្រទេសថៃគឺលោកយ៉ាងជៀនវៃបានចូលរួមនៅក្នុងពិធីទទួលនិងប្រគល់ជំនួយមនុស្សធម៌ពីរដ្ឋាភិបាលចិននឹងទៅដល់ប្រទេសថៃនៅឯអាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកកបាទជំនួយនោះទៅបានប្រគល់ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃគឺលោកនាយឧត្តមសេនីយ៍ណត្តផនណាក់ផានិតបាទដែលមកទទួលក្នុងនាមជាតំណាងរបស់នាយករដ្ឋមន្ត្រីថៃគឺលោកអនុทิនឆាន់វីរគុលបាទនេះគឺជារឿងដែលតាក់ទងជាមួយនឹងចិនការចំណាយកំពុងតែមានអនុភាពក៏ប៉ុន្តែក៏នៅតែប្រឹងប្រែងចំណាយដើម្បីការងារមនុស្សធម៌ដល់ប្រទេសខាងក្រៅផងដែរ
ព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បាទ Bloomberg មួយរយៈនេះគាត់ផ្ដោតទៅលើបញ្ហានៅអាស៊ីនឹងច្រើនបាទគឺការរាយការណ៍របស់ Bloomberg នោះពិនិត្យមើលទៅលើគណៈបកប្រជាជនដែលជាគណៈបកកំណែតម្រង់មួយនៅក្នុងប្រទេសថៃហើយកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងអ្វីដែល Bloomberg គាត់ពិនិត្យមើលគាត់ថាគឺគណៈបកហ្នឹងប្រហែលជានឹងត្រូវគេរារាំងមិនឲ្យជួបកាន់អំណាចបានទៀតហើយតើដោយឈរលើកត្តាអ្វីខ្លះហើយតើពួកគេត្រូវធ្វើយ៉ាងណាដើម្បីជំនះឧបសគ្គទាំងនេះដើម្បីអាចកាន់អំណាចបានបាទនេះគឺជាខ្ញុំសូមបកប្រែក្រៅផ្លូវការទូទស្សន៍ពីសេចក្តីរាយការណ៍របស់ Bloomberg គណៈបកប្រជាជនដែលបានងើបឡើងពីគំនរផេះផង់នៃក្រមបកនយោបាយដែលបានឈ្នះឆ្នោតកាលពីឆ្នាំ2023របស់ប្រទេសថៃនោះហើយប៉ុន្តែត្រូវបានរារាំងមិនឲ្យកាន់អំណាចអាចនឹងត្រូវការឈ្នះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដីដើម្បីជៀសវាងមិនឲ្យជួបប្រជុកវាសនាស្រដៀងគ្នាដោយក្នុងពេលមុនបន្ទាប់ពីការបោះឆ្នោតជាតិនៅថ្ងៃទី8ខែកុម្ភៈនេះគណៈបកនេះដែលនាំមុខគូប្រជែងនៅក្នុងការស្ទង់មតិដ៏គួរឲ្យទុកចិត្តបានទាំងអស់គឺជាតំណាងថ្មីបំផុតនៃគណៈបកដែលគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យជាបន្តបន្ទាប់ដែលធ្លាប់ទៅបានគេរំលាយចោលដោយសារតែការប្រឆាំងយ៉ាងខ្លាំងក្លារបស់ក្រុមអភិរក្សនិយមចំពោះគោលនយោបាយកែតម្រង់របស់ពួកគេគណៈបកមុនរបស់គណៈបកនេះគឺគណៈបក Move Forward ត្រូវបានរំលាយដោយតុលាការក្នុងឆ្នាំ2024ដោយសារតែយុទ្ធនាការរបស់ខ្លួននៅក្នុងការចង់ធ្វើវិសោធនកម្មច្បាប់ប្រមាថអង្គព្រះជាស្ដាព្រះមហាក្សត្រដែលច្បាប់នោះដាក់ទណ្ឌកម្មចំពោះការរិះគន់របបប្រជានិយមដោយឲ្យជាប់ពន្ធនាគាររហូតដល់15ឆ្នាំអតីតមេដឹកនាំគណៈបក Move Forward គឺលោក Peter Lim Charoenrat បានប្រាប់ក្រុមអ្នកចូលមកស្ដាប់ការឃោសនានៅទីក្រុងបាងកកកាលពីថ្ងៃទី25ខែមករាថាយើងមិនត្រូវឲ្យរឿងនេះកើតឡើងជាថ្មីម្ដងទៀតទេហើយមធ្យោបាយតែមួយគត់ដើម្បីធ្វើដូច្នេះបានគឺត្រូវឈ្នះដោយសម្លេងច្រើនឈ្នះឲ្យបានធំតែម្ដងនិងបន្តឈ្នះជារៀងរហូតលោក Peter ត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះរយៈពេល10ឆ្នាំហើយឥឡូវនេះកំពុងធ្វើយុទ្ធនាការឲ្យមេដឹកនាំគណៈបកប្រជាជនគឺលោកណាតផងរឿងបញ្ញវុធលោកបាននិយាយថាយើងគួរតែឈ្នះឲ្យបានដាច់ខាតតែម្ដងដើម្បីកុំឲ្យគណៈបកដែលជាប់លំដាប់លេខ2ហ៊ានបង្កើតរដ្ឋាភិបាលប្រឆាំងនឹងយើងគណៈបកនេះតស៊ូមតិឲ្យមានការកែតម្រង់យ៉ាងទូលំទូលាយខាងផ្នែកសេដ្ឋកិច្ចនិងរដ្ឋបាលព្រមទាំងពង្រីកការការពារសង្គមគិច្ចក្នុងចំណោមគណៈបកសំខាន់ទាំង4របស់ប្រទេសថៃគណៈបកនេះហាក់ដូចជាគណៈបកដែលប្រើប្រាស់គោលនយោបាយដែលនឹងទៅចំណាយថវិកាច្រើនជាងគេដោយប៉ាន់ប្រមាណថាមានការចំណាយប្រចាំឆ្នាំប្រហែលជា$24,000 លានសម្រាប់របៀបវិរៈរបស់ខ្លួនរួមទាំងប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចាស់និងគម្រោងសាធារណៈទ្រង់ទ្រាយធំអ្នកបោះឆ្នោតដែលមានកំណត់កែតម្រង់បានឈ្នះការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងការបោះឆ្នោតឆ្នាំ2023ប៉ុន្តែសមាជិកសភាអភិរក្សនិយមនិងសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាបានរារាំងលោកភីថាមិនឲ្យបានកាន់តំណែងជានាយករដ្ឋមន្ត្រីគណៈបកនេះដែលមានយោធាមន្ត្រីជាន់ខ្ពស់ចៅក្រមនិងអិសរាជជនធុរកិច្ចបានប្រើប្រាស់បញ្ហាប្រឈមផ្នែកច្បាប់ដើម្បីដកនាយករដ្ឋមន្ត្រីពីររូបជាបន្តបន្ទាប់ចេញពីគណៈបកប្រជានិយមដែលគ្រប់គ្រងដោយគូប្រជែងនយោបាយម្នាក់ទៀតគឺអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra នៅឆ្នាំ2026ហានិភ័យគឺខ្ពស់សម្រាប់គណៈបកប្រជាជនដែលមានឫសគល់តាំងពីចលនាគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យដែលបានរីកដុះដាលនៅឆ្នាំ2019បន្ទាប់ពីការគ្រប់គ្រងរបស់របបយោធាអស់រយៈពេលជាច្រើនឆ្នាំដោយមានការគ្រប់គ្រងពីយុវជនថៃទីក្រុងបាងនិងអ្នកទីក្រុងភាគច្រើនដែលកំពុងស្វែងរកកំណែតម្រង់តាមលទ្ធិប្រជាធិបតេយ្យនោះក្រុមដែលមានលក្ខណៈចម្រើននិយមកំពុងចូលរួមការបោះឆ្នោតជាលើកទី3របស់ខ្លួនក្រោមសម្ពាធកាន់តែខ្លាំងឡើងដើម្បីបង្ហាញថាខ្លួនអាចកែប្រែការអំពាវនាវរបស់អ្នកគ្រប់គ្រងរបស់ខ្លួនសម្រាប់ធ្វើការផ្លាស់ប្ដូរទៅជាការកាន់អំណាចយ៉ាងពិតប្រាកដ
ការបោះឆ្នោតនេះក៏មានសារៈសំខាន់សម្រាប់ប្រទេសថៃផងដែរជាកន្លែងដែលកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះក្រោមនៅពីក្រោយប្រទេសជិតខាងរបស់ខ្លួនដែលមានដូចជាឥណ្ឌូនេស៊ីហ្វីលីពីននិងសិង្ហបុរីវិនិយោគិនចង់បានសញ្ញាថាប្រទេសថៃអាចបង្កើតរដ្ឋបាលដែលមានស្ថិរភាពមួយជាមួយនឹងអាណត្តិដែលអាចគ្រប់គ្រងបន្តបានភាពមិនប្រកបប្រជាយូរអង្វែងឬក៏ការផ្ទៃអំណាចដែលមានចំនួនមួយផ្សេងទៀតនឹងពង្រឹងការព្រួយបារម្ភអំពីការជាប់គាំងគោលនយោបាយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ទោះបីជាសភាជាន់ទាបតែមួយគត់នឹងជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់នៅពេលនេះដែលធ្វើឲ្យផ្លូវទៅកាន់អំណាចហាក់ដូចជាមិនសូវមានឧបសគ្គក៏ដោយគណៈបកប្រជាជននឹងនៅតែមានការលំបាកក្នុងការស្វែងរកសម្ព័ន្ធមិត្តដែលត្រៀមខ្លួនជាស្រេចដើម្បីប្រថុយនឹងប្រតិកម្មតបតរបស់ក្រុមស្ថាប័នអភិរក្សនិយមនេះបើយោងតាមលោកណាផនចតុស្រីភិតាក់នាយកមជ្ឈមណ្ឌលគោលនយោបាយនិងភូមិសាស្ត្រនៅអង្គការ Thailand Future ដែលមានមូលដ្ឋាននៅទីក្រុងបាងកកលោកណាផនបាននិយាយថាទោះបីជាគណៈបកនេះពិតជាអាចប្រមូលការគ្រប់គ្រងគ្រប់គ្រាន់ដើម្បីធ្វើឲ្យលោកណាត់ផងក្លាយជានាយករដ្ឋមន្ត្រីក៏ដោយលោកទំនងជាប្រឈមនឹងបញ្ហាប្រឈមផ្នែកផ្លូវច្បាប់បន្តទៀតលោកណាត់ផងអាយុ38ឆ្នាំបាននិយាយនៅក្នុងការជជែកវែកញែកដេញដោលកាលពីដើមសប្តាហ៍នេះថាគណៈបកនេះបានគ្រប់គ្រងហានិភ័យជុំវិញបញ្ហាប្រឈមដែលអាចកើតមានដោយមានបេក្ខជននាយករដ្ឋមន្ត្រីពីររូបផ្សេងទៀតលោកបានមានប្រសាសន៍ថានេះជាពេលវេលាដ៏ល្អបំផុតសម្រាប់ប្រជាជនដើម្បីបង្ហាញអំណាចរបស់ពួកគេនិងបង្កើតរដ្ឋាភិបាលដែលអាចនាំមកនូវការផ្លាស់ប្ដូរពិតប្រាកដភាពរំជើបរំជួលជាតិនិយមបានកើនឡើងដោយសារតែចំនួនព្រំដែនរបស់ប្រទេសថៃជាមួយនឹងប្រទេសកម្ពុជាដែលបានជំរុញការគ្រប់គ្រងដល់ក្រមយោធាការនេះនាំឲ្យមានការរិះគន់ចំពោះអ្នកប្រកាន់នយោបាយចម្រើននិយមជឿនលឿនដែលការអំពាវនាវកាលពីលើកមុនរបស់ពួកគេគឺឲ្យមានកំណែទម្រង់យោធាខណៈដែលជំរុញការតាក់ទាញឲ្យទៅដល់ក្រមគណៈបកដែលប្រកាន់នយោបាយអភិរក្សនិយមដែលនិយមយោធាដូចជាគណៈបកភូមិចៃថៃរបស់នាយករដ្ឋមន្ត្រីអនុทินច័ន្ទវីរកុលជាដើមបន្ទាប់ពីតុលាការបានបណ្ដេញអ្នកកាន់អំណាចមុនរបស់លោកអនុทิនបានឡើងកាន់អំណាចក្នុងខែកញ្ញាដោយមានជំនួយពីគណៈបកប្រជាជនលើការសន្យាថានឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើវិសោធនកម្មធម្មនុញ្ញដែលគ្រប់គ្រងដោយយោធាកិច្ចព្រមព្រៀងនោះបានធ្វើឲ្យអ្នកគ្រប់គ្រងគណៈបកប្រជាជនមួយចំនួនមានការខឹងសម្បារដែលភាគច្រើនយល់ឃើញថាលោកអនុทิនក៏ជាផ្នែកមួយនៃស្ថាប័នអភិរក្សនិយមនោះផងដែរបាទនេះគឺជាសេចក្តីដកស្រង់របស់សារព័ត៌មាន Bloomberg ណាសារព័ត៌មាន Bloomberg អំពីនយោបាយនៅក្នុងប្រទេសថៃនិងបញ្ហាប្រឈមដែលគណៈបកប្រឆាំងគឺគណៈបកប្រជាជនដែលអាចនឹងជួបប្រទះនៅក្រោយការបោះឆ្នោតនៅថ្ងៃទី8ខែកុម្ភៈនេះបាទអញ្ចឹងយើងនឹងតាមដានហើយខ្ញុំនឹងបន្តចែករំលែកការវិវត្តនៅក្នុងប្រទេសថៃផងដែរហើយនៅក្នុងថ្ងៃនេះយោងតាមសារព័ត៌មានថៃដែលផ្សាយនានាបានដឹងថាគឺលោកអនុทิនកំពុងតែយករឿងទំនាក់ទំនងរបស់ត្រកូលថាក់ស៊ីនជាមួយនឹងមេដឹកនាំកម្ពុជានោះគឺមកពីប្រហារច្រើនបាទហើយនឹងប្រើប្រាស់រឿងយោធាដើម្បីធ្វើការឃោសនាយ៉ាងចាស់ដៃតែម្ដងព័ត៌មានទី4សម្រាប់ប្រិមិត្តដែលចង់ដឹងពីបញ្ហាអ៊ុយក្រែនបាទខានផ្សាយពីរឿងអ៊ុយក្រែនយូរហើយចឹងឥឡូវយកសារព័ត៌មាន Bloomberg មួយទៀតហើយដែលផ្សាយអំពីរឿងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនបាទសារព័ត៌មាន Bloomberg នៅសហរដ្ឋអាមេរិកនេះចង់មើលតតែជាវណាបានមើលបានអញ្ចឹងយើងប្រើបានច្រើនតិចបើបំណាច់នឹងបងលុយទៅហើយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រឈមមុខនឹងពេលវេលាដ៏ខ្លីមួយបាទមិនសូវមានពេលច្រើនទេក្នុងការប្រឹងប្រែងធ្វើយ៉ាងណាឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងប្រទេសអ៊ុយក្រែនខណៈដែលរុស្ស៊ីកំពុងតែជួបបញ្ហាប្រឈមដោយសារតែគម្លាតគ្នាកាន់តែខ្លាំងរវាងថវិកាដែលចំណាយសម្រាប់មូលនិធិសង្គ្រាមរបស់ខ្លួននិងចំណូលយោងតាមប្រភពដែលដឹងអំពីបញ្ហានេះដោយមានឲ្យដឹងនោះគឺក្រុមបេសកជនរបស់វិមានក្រំឡាំងលោក Kirill Dmitriev
គ្រងនឹងធ្វើការចរចាជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Miami នៅថ្ងៃសៅរ៍នេះហើយមន្ត្រីរុស្ស៊ីមានការព្រួយបារម្ភថាការចំណាយថវិកានៅឆ្នាំនេះនឹងលើសពីកម្រិតដែលបានគ្រោងទុកជាថ្មីម្ដងទៀតប្រសិនបើពួកគេត្រូវចំណាយទៅលើសង្គ្រាមដោយមិនអាចសម្រេចបាននៅបទជបាញ់គ្នាមួយនោះទេពួកគេក៏កំពុងប្រញាប់ប្រញាល់ស្វែងរកប្រភពចំណូលថ្មីដែលមានរហូតដល់ចំនួន$16,000 លានដើម្បីធ្វើឲ្យថវិកាមានតុល្យភាពពួកគេបាននិយាយថាគឺថវិកានោះគឺស្មើនឹង0.5% នៃផលិតផលក្នុងស្រុកបន្ថែមដើម្បីដោះស្រាយបញ្ហាអនុភាពថវិកាដែលបានគ្រោងទុកសម្រាប់ឆ្នាំនេះគឺចំនួន 1.6% នៃផលិតផលក្នុងស្រុកក្នុងចំណោមប្រាក់ចំណូលដែលបានធ្លាក់ចុះយ៉ាងខ្លាំងពីការលក់ថាមពលដោយសារតែមានការដាក់ទណ្ឌកម្មដែលធ្វើឲ្យមានការប៉ះពាល់ទៅដល់រូបិយប័ណ្ណរបស់រុស្ស៊ីភាពតានតឹងជុំវិញការវាយប្រហារដែលអាចកើតមានរបស់សហរដ្ឋអាមេរិកនៅក្នុងការវិវត្តមួយទៀតគឺបានឲ្យដឹងថាភាពតានតឹងជុំវិញការក្រុងវាយប្រហារដែលអាចនឹងកើតមានឡើងរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ក៏កំពុងតែបង្កើតនៅភាពមិនប្រកបប្រជាថ្មីមួយទៀតសម្រាប់ផែនការសន្តិភាពទៅដល់មន្ត្រីរបស់អ៊ុយក្រែននិងរុស្ស៊ីដែលគ្រោងនឹងជួបគ្នានៅក្នុងទីក្រុងអាប៊ូដាប៊ីនៅចុងសប្តាហ៍នេះដើម្បីការចរចាសន្តិភាពមួយជុំទៀតការបដិឆេទនិងទីតាំងអាចនឹងផ្លាស់ប្ដូរនេះបើយោងតាមលោក Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានសរសេរលោកបានមានប្រសាសន៍ថាតាមទស្សនៈរបស់ខាងអ៊ុយក្រែនគឺមានស្ថានភាពអ្វីមួយកំពុងតែកើតមានឡើងរវាងសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់ហើយការវិវត្តនោះអាចនឹងប៉ះពាល់ចំពោះពេលវេលានៃការចរចាសន្តិភាពលោក Zelensky បានបន្ថែមថាវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងដែលមនុស្សគ្រប់គ្នាដែលយើងបានព្រមព្រៀងជាមួយត្រូវមានវត្តមាននៅក្នុងកិច្ចប្រជុំពីព្រោះគេគ្រប់គ្នាដឹងថានឹងទទួលបានមតិយោបល់ផ្សេងពីគ្នាលោក Zelensky បានប្រាប់នាយកព័ត៌មាននៅក្នុងតាមរយៈសន្ទរកថាមួយដែលចេញផ្សាយដោយខុទ្ទកាឡៃរបស់លោកកាលពីថ្ងៃសុក្រថានេះគឺជារឿងសំខាន់ដោយឡែករដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកលោក Marco Rubio បានថ្លែងកាលពីថ្ងៃពុធថាបេសកជនកំពូលរបស់លោកប្រធានាធិបតី Donald Trump គឺលោក Steve Witkoff និងលោក Jared Kushner ដែលបានចូលរួមកិច្ចចរចាជុំមុននិងមិនចូលរួមនៅក្នុងកិច្ចប្រជុំចុងសប្តាហ៍នេះនៅក្នុងទីក្រុងអាប៊ូដាប៊ីទេបាទនៅក្នុងទីក្រុងមូស្គូប្រភព2បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាលោក Kirill Dmitriev បាទបេក្ខជនពិសេសរបស់លោកពូទីនគឺកំពុងធ្វើដំណើរទៅទីក្រុង Miami ដើម្បីជួបប្រជុំជាមួយនឹងមន្ត្រីរដ្ឋបាលរបស់លោក Trump ហើយមុនពេលកិច្ចចរចាដែលអាចធ្វើទៅបានមានការថយចុះគួរឲ្យកត់សម្គាល់នៅការវាយប្រហារដោយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនឬក៏ការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីទៅវិញខណៈដែលអ៊ុយក្រែនកំពុងតែបន្តជួបប្រទះនឹងរដូវរងាដ៏ត្រជាក់បំផុតមួយរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍បាទឆ្នាំនេះគឺត្រជាក់ខ្លាំងសម្រាប់អ៊ុយក្រែនដោយមានមនុស្សជាច្រើនរស់នៅដោយគ្មានភ្លើងអគ្គិសនីនិងកម្ដៅពីព្រោះរុស្ស៊ីបានវាយប្រហារចំរោងចក្រអគ្គិសនីរបស់អ៊ុយក្រែនរដ្ឋធានីអ៊ុយក្រែនឥឡូវនេះគឺកំពុងតែជួបអាកាសធាតុត្រជាក់យ៉ាងខ្លាំងចាប់ពីថ្ងៃអាទិត្យនេះតទៅដោយសីតុណ្ហភាពត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ទៅដល់ដក26អង្សាសេដក26អង្សាសេត្រជាក់ខ្លាំងណាស់ហើយគ្មានភ្លើងគ្មានកម្ដៅទៀតគឺជាទណ្ឌកម្មមួយដែលរុស្ស៊ីដាក់ទៅលើពលរដ្ឋអ៊ុយក្រែនបាទព័ត៌មានចុងក្រោយនេះគឺតាក់ទងជាមួយនឹងការវិវត្តនៅក្នុងប្រទេសអ៊ីស្រាអែលរវាងអ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាម្ដងបើយោងតាមការផ្សាយរបស់ខាង New York Times គឺឲ្យដឹងថាយោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើតំបន់ Gaza Strip នៅថ្ងៃសៅរ៍នេះដែលជាការវាយប្រហារមួយដែលមន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថាគឺជាការសម្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលប្រមាណសប្តាហ៍មកនេះហើយវាកើតឡើងនៅពេលដែលបទជុំបាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ទៅបានគេកំណត់ថានឹងឈានចូលដំណាក់កាលបន្ទាប់មន្ត្រីសុខាភិបាលនៅក្រសួងសុខាភិបាលនៅក្នុងតំបន់កាហ្សាបាននិយាយថាយ៉ាងហោចណាស់មនុស្ស26នាក់ទៅបានសម្លាប់នៅក្នុងការវាយប្រហារទាំងអស់នោះបាទនៅក្នុងពេលព័ត៌មានចុងក្រោយនោះគឺបានឲ្យដឹងថាយ៉ាងហោចណាស់គឺឥឡូវនេះ
ស្លាប់ទៅដល់30នាក់យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការវាយប្រហារតាមអាកាសទាំងនោះកំពុងកំណត់គោលដៅទៅលើមេបញ្ជាការដែលមកពីក្រុមហាម៉ាស់និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីនដែលជាក្រុមប្រយុទ្ធមួយទៀតយោធាអ៊ីស្រាអែលបាននិយាយថាការវាយប្រហារទាំងនេះគឺជាការឆ្លើយតបទៅនឹងឧបទ្ទវហេតុមួយកាលពីថ្ងៃសុក្រដែលពួកក្រុមសកម្មប្រយុទ្ធបានចេញពីផ្លូវរួមក្រោមដីនៅតំបន់រ៉ាហ្វាក្នុងតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែលនៅភាគខាងត្បូងនៃតំបន់កាហ្សាយោធាអ៊ីស្រាអែលបានពិពណ៌នាអំពីឧបទ្ទវហេតុនោះថាជាការរំលោភលើកិច្ចព្រមព្រៀងច្បាញ់ដែលពួកសកម្មជនប្រយុទ្ធនៅតែចេញមកធ្វើសកម្មភាពនៅតំបន់របស់អ៊ីស្រាអែលបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងយប់ថ្ងៃសៅរ៍នេះអញ្ចឹងនៅព្រឹកថ្ងៃអាទិត្យភ្ញាក់ឡើងនឹងឃើញអត្ថបទមួយដែលស្រាវជ្រាវវិភាគអំពីហេតុអ្វីបានជាលោកស៊ីជីនពីងដកមេតបសំខាន់ចំនួន2រូបហើយតើវានឹងមានរឿងអ្វីកើតឡើងសម្រាប់គោលនយោបាយយោធារបស់ចិនក៏ដូចជាទំនាក់ទំនងជាមួយនឹងប្រចាំប្រទេសនិងក៏តៃវ៉ាន់ផងដែរបាទសូមអរគុណសូមជម្រាបលាសម្រាប់អ្នកនៅកម្ពុជារាត្រីសួស្តី